ខ្ញុំមិនចង់ឃើញទស្សនវិជ្ជាដែលនាយករដ្ឋមន្ត្រីជប៉ុនមកកាន់ទីក្រុងព្យុងយ៉ាងនោះទេកូរ៉េខាងជើងបដិសេធខណៈដែលជប៉ុនមានបំណងចង់មានជំនួបកម្ពុជារវាងជប៉ុននិងកូរ៉េខាងជើងយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈមបូព៌ាកូរ៉េនៅថ្ងៃទី24ខែមីនានេះបានឲ្យដឹងថាលោកស្រីគីមយ៉ូចុងដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំកម្ពុជាលោកគីមចុងអ៊ុនបានចេញសេចក្តីថ្លែងការណ៍ទំនងបដិសេធពាក់ព័ន្ធនឹងបំណងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកាយជីសាណាអេក្នុងការចង់ឲ្យមានជំនួបកម្ពុជាជប៉ុនកូរ៉េខាងជើងដែលលោកស្រីបានលើកឡើងក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកក្នុងសេចក្តីថ្លែងការណ៍នោះលោកស្រីគីមយ៉ូចុងបានបញ្ជាក់ថាវាមិនមែនជាបញ្ហាដែលអាចសម្រេចបានដោយគ្រាន់តែដោយសារតែភាគីជប៉ុនចង់បាននោះទេលើសពីនេះលោកស្រីបានសង្កត់ធ្ងន់ថាប្រសិនបើជប៉ុននៅតែបន្តទាមទារឲ្យដោះស្រាយបញ្ហាទាក់ទងទៅនឹងការចាប់ពង្រត់នៅកូរ៉េខាងជើងគ្មានបំណងជួបឡើយជាចុងក្រោយលោកស្រីបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដោយលើកឡើងថាខ្ញុំមិនចង់ឃើញទស្សនវិជ្ជាដែលនាយករដ្ឋមន្ត្រីជប៉ុនមកកាន់ទីក្រុងព្យុងយ៉ាងនោះទេកាសែត Mainichi នៅថ្ងៃទី24ខែមីនានេះអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកគីហារ៉ាបាននិយាយថាដើម្បីដោះស្រាយបញ្ហានានារវាងជប៉ុននិងកូរ៉េខាងជើងយើងនឹងបន្តខិតខំប្រឹងប្រែងដោយសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិកនិងសហគមន៍អន្តរជាតិ